បាទសូមអរគុណដល់ក្រុមសិល្បៈដែលបានធ្វើការសិក្សានេះបាទសូមអរគុណអរគុណទីទាំងមូលសូមតាមសម្រួលដល់យ៉ាងបានបាទខ្ញុំបានអនុញ្ញាតចាប់ផ្ដើមកម្មវិធី Ladies and gentlemen, with your kind permission, the ceremony will begin now. ខ្ញុំបាទសូមគោរពលោកជ្រឹកសុភិនប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងព្រះសីហនុជាទីគោរពដ៏ខ្ពង់ខ្ពស់ I would like to extend my respects to Mr. Chief Sophin, Chief of the Sihanoukville Municipal Office of Education, Youth and Support. សូមគោរពលោកផតថកឡាំនាយកសាលាបាមាអន្តរជាតិជាទីគោរព I would like to extend my deepest respects to Mr. Paul Hoffman, Chief of the School Directors and Principal of Palma International School. សូមគោរពលោកស្រីថនសេរីវឌ្ឍនីសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាបាមាអន្តរជាតិជាទីគោរព Our respect. លោកអាណូហ្វ្រីផនវ៉ាណាប្រធានគ្រូបង្រៀននៃសាលាបាមាអន្តរជាតិជាទីគោរព Our respectful welcome to Mr. Adolf Permon Pender. 2025 2026និងប្រកាសបទប្រវេសនកាលឆ្នាំសិក្សា2025 2027នាពេលព្រឹកនេះជាទីមេត្រីសូមអរពិធីទាំងមូលអបអរសាទរ I would like to extend my all dear students present at this morning. This morning certificate presentation ceremony for the academic year កម្មវិធីជាបន្តហើយដែលខ្ញុំបានប្រកាសជម្រាបជូនពីរូបរាងនៃកម្មវិធីនៅពេលព្រឹកនេះដែលមានដូចតទៅ1ប្រកាសសមាជិកគណៈអធិបតីអញ្ជើញចូលរួម2ពិធីបាននិងប្រកាសរបៀបវេរៈ3ការវឹកហាត់វិទ្យាចិត្ត4គោរពគុណជានៃព្រះរាជាណាចក្រកម្ពុជានិងគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព5ការសម្ដែងជូននៅរបាំជូនម៉ូ6មតិសម្ដែងសម្ដាលស្ដីអំពីកម្មវិធីសាលាបាមាអន្តរជាតិដោយលោកស្រីចាប់អារម្មណ៍ដល់សារាជាសិក្ខាប្រធានផ្នែកគ្រូបង្រៀនអន្តរជាតិនៃសាលាបាមាអន្តរជាតិ7របាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពសាលាដោយលោកស្រីផនសេរីវឌ្ឍនីសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាបាមាអន្តរជាតិ8មតិស្វាគមន៍ដោយលោកផនហុកឡាំប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកនៃសាលាបាមាអន្តរជាតិ9មតិសម្ដែងសម្ដាលនិងប្រកាសបានកម្មវិធីបាទសូមគោរព9មតិសម្ដែងសម្ដាលនិងប្រកាសបានកម្មវិធីដោយលោកជ្រឹកសុភិនប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងព្រះសីហនុដែលជាប្រធានគណៈសម្ដែងទី1សម្រាប់កម្មវិធីរបស់យើងនៅពេលព្រឹកនេះបាទជាបន្តទៅទៀតគឺការបដិញ្ញាចិត្តរបស់សាច់ឈ្មោះថៃឈីស៊ូអេសវណ្ណរចនានិងអូនជួនបណ្ណែសម្រាប់ថ្នាក់ទី8និងថ្នាក់ទី7នៃសាលាបាមាអន្តរជាតិដែលការបដិញ្ញាចិត្តនេះគឺបានធ្វើឡើងជាប្រភេទអបអរខែរបស់ពួកគាត់បន្តទៀត11ការសម្ដែងជូននៅទេសនីយភាពរបាំប្រពៃណីប្រជាប្រិយនិងរបាំសហសម័យដោយសិស្សានុសិស្សនៃសាលាបាមាអន្តរជាតិ12ការប្រគល់និងទទួលវិញ្ញាបនបត្រលិខិតបញ្ជាក់មេដៃវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា2025-2026ដើម្បីការថតរូបអនុស្សាវរីយ៍ Moving forward. Và sau khi ទីបន្តសម្រួលដើម្បីគ្រប់យ៉ាងខាងលើអប
គុណលោកគ្រូអ្នកគ្រូចំពោះការបង្ហាត់បង្រៀនរបស់លោកគ្រូរបស់យើង Moving forward, I would like to respectfully invite Ms. Jessica, Head of International School Teachers at Pama International School, to the stage. School directors, distinguished guests, valued stakeholders, dear parents, dedicated teachers, and our wonderful students. Welcome to our very special occasion. សូមគោរពជួបចំពោះថ្នាក់ដឹកនាំសាលាជាទីគោរពភ្ញៀវកិត្តិយសដៃគូសហការមេដាបេតាលោកគ្រូអ្នកគ្រូនិងសិស្សសានុសិស្សជាទីស្រឡាញ់ទាំងអស់គ្នាសូមស្វាគមន៍យ៉ាងកក់ក្ដៅមកកាន់កម្មវិធីដ៏មានអត្ថន័យនាពេលនេះ Today, it is both an honor and a privilege to stand before you as we celebrate our graduation and successful completion of the 2025-2026 academic year. This handover ceremony is much more than the closing of one academic year and the beginning of another. It is the celebration of learning, growth, resilience, partnership, and excellence. It is a time to reflect on how far we've come and to look forward with hope and confidence to the opportunities that lie ahead. ថ្ងៃនេះខ្ញុំក៏ជាអ្នកកិត្តិយសនិងសេចក្តីសោមនស្សយ៉ាងក្រៃលែងដែលបានឈរនៅទីនេះជាមួយអ្នកទាំងអស់គ្នាដើម្បីអបអរសាទរពិធីបញ្ចប់ការសិក្សាដោយជោគជ័យនៃឆ្នាំសិក្សា2025ដល់2026ពិធីប្រគល់និងទទួលពីពេលនេះមិនមែនគ្រាន់តែជាការបិទបញ្ចប់ឆ្នាំសិក្សាមួយទេវាជាពេលវេលាដើម្បីអបអរសាទរការសិក្សាការរីកចម្រើនភាពអត់ធ្មត់កិច្ចសហការនិងឧត្តមភាពវាជាពេលវេលាដែលយើងក្រឡេកមើលសមិទ្ធផលដែលយើងបានសម្រេចរួមគ្នានិងបន្តឆ្ពោះទៅដោយក្តីសង្ឃឹមនិងទំនុកចិត្តចំពោះឱកាសថ្មីៗដែលកំពុងរងចាំយើង As we reflect on this academic year, we have every reason to celebrate. Throughout semester 1 and semester 2, our students embrace challenges with determination, discover new talents, and continue to grow academically, socially, and emotionally. Every lesson learned, every challenge overcome, and every milestone achieved has helped shape them into more confident, responsible, and compassionate young people. នៅពេលយើងក្រឡេកមើលឆ្នាំសិក្សាកន្លងទៅយើងមានមូលហេតុជាច្រើនដែលត្រូវអបអរសាទរបីមួយឆមាសទី1និងឆមាសទី2សិស្សសានុសិស្សរបស់យើងបានប្រឈមមុខនឹងបញ្ហាប្រឈមដោយភាពមុខមុតស្វែងរកទេពកោសល្យថ្មីនិងបន្តអភិវឌ្ឍខ្លួនតាមផ្នែកសិក្សាអារម្មណ៍និងសង្គមរាល់មេរៀនដែលបានរៀនរាល់ឧបសគ្គដែលបានឆ្លងកាត់និងរាល់សមិទ្ធផលដែលសម្រេចបានសុទ្ធតែបានរួមចំណែកបណ្ដុះបណ្ដាលឲ្យពួកគេក្លាយជាយុវជនដែលមានទំនុកចិត្តមានការទទួលខុសត្រូវនិងមានចិត្តមេត្តាករុណាប្រសើរ This year has been filled with exciting learning experiences, engaging classroom activities, performances, leadership opportunities, and academic competitions that have allowed our students to develop their full potential. Every success, whether big or small, represents countless hours of hard work by our students, unwavering encouragement from our parents, and the dedication and passion of our teachers. ឆ្នាំសិក្សានេះពោពេញទៅដោយបទពិសោធន៍សិក្សាដ៏មានតម្លៃសកម្មភាពក្នុងថ្នាក់ដ៏សម្បូរបែបការសម្ដែងការអភិវឌ្ឍនិងភាពជាអ្នកដឹកនាំការប្រកួតប្រជែងផ្នែកសិក្សាជាច្រើនដែលបានផ្ដល់ឱកាសឲ្យសិស្សសានុសិស្សរបស់យើងអភិវឌ្ឍនៅទេពកោសល្យរបស់ខ្លួនឯងបានយ៉ាងពេញលេញរាល់ភាពជោគជ័យនិងការធំឬតូចសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែងរបស់សិស្សការគ្រប់គ្រងអធិរាជរបស់មេដាបេតានិងការលះបង់ប្រកបដោយវិជ្ជាជីវៈរបស់លោកគ្រូអ្នកគ្រូផងដែរ Commitment, patience, and passion. Your influence extends far beyond the classroom. Every lesson you teach, every word of encouragement you offer, and every child you inspire contributes to building a brighter future. Today, we celebrate and honor your remarkable contribution. Thank you, teachers. ជួនចំពោះលោកគ្រូអ្នកគ្រូជាទីគោរពសូមអរគុណចំពោះវិជ្ជាជីវៈការបដិញ្ញាចិត្តភាពអត់ធ្មត់និងទឹកចិត្តស្រឡាញ់ក្នុងការបង្រៀនអត្ថប្រយោជន៍របស់លោកអ្នកមានលើសពីក្នុងថ្នាក់រៀនទៀតព្រមមេរៀនព្រមពីលើកទឹកចិត្តនិងរកកុមារដែលលោកអ្នកបានបំផុសបំណិតសុទ្ធតែកំពុងរួមចំណែកកសាងអនាគតដ៏ភ្លឺស្វាងថ្ងៃនេះខ្ញុំសូមថ្លែងការកោតសរសើរនិងអបអរសាទរចំពោះការលះបង់ដ៏មានតម្លៃរបស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាសូមអរគុណ I would like to extend a heartfelt
stakeholders and partners. Your continued support, collaboration, and confidence in the vision of Farmer International School has contributed immensely in our continued growth and success. Through your partnership, our students have benefited from opportunities that you have enriched their educational journey. Together, we continue to build a strong educational community committed to excellency and the success of every learner. សូមជម្រាបសួរទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃដ៏ធំសម្រាប់សិស្សានុសិស្សទាំងអស់សូមអបអរសាទរសមិទ្ធផលរបស់លោកអ្នកដ៏មានមោទនភាពប៉ុន្តែសូមចងចាំថានេះមិនមែនជាទីបញ្ចប់នៃដំណើររបស់កូនៗទេវាជាការចាប់ផ្ដើមមួយនៃជំពូកថ្មីដ៏រំភើបមួយចូលបន្តមានក្តីសុបិនធំចាក់បន្តចង់ឃើញចង់ចេះចង់ដឹងនិងខិតខំប្រឹងប្រែងហើយមានភាពជឿជាក់លើខ្លួនឯងជានិច្ចចំណេះដឹងជំនាញគុណតម្លៃនិងលទ្ធភាពដែលលោកអ្នកទទួលបានក្នុងឆ្នាំនេះអាចសម្រាប់ទំនុកចិត្តលោកគ្រូអ្នកគ្រូសម្រាប់ការលះបង់ហើយគូសហការសម្រាប់ការគ្រប់គ្រងជាបន្តបន្ទាប់និងកូនថ្នាក់ដឹកនាំសម្រាប់ចាក់បវិស័យនិងការដឹកនាំដ៏ឈ្លាសវៃ តាមឡើងមុនទៅទេសនាសនាស្ដីពីកម្មវិធីអន្តរជាតិរបស់សាលាតាមាជួនអស់ពិធីយ៉ាងពិស្ដារនិងប្រកបទៅដោយព្រឹត្តិការណ៍ជ្រាលជ្រៅសូមក្រុមជូនពរស្រីទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងខាងខ្លាសម្រាប់បាននូវជោគជ័យគ្រប់ភារកិច្ចការងារនិងជួបប្រទាននូវពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈគណៈបំពេញព្រៀងព្រៀងឡើង We would like to express our deepest gratitude to our Head of International Teachers for her detailed and insightful remarks on the school's international program. We wish her excellent health, strength, and great success in all her endeavors. May she be blessed with the four supreme blessings of honor, longevity, beauty, happiness, and strength. Thank you very much. បន្តទៅទៀតនេះខ្ញុំបានសូមគោរពអញ្ជើញលោកស្រីផុនសេរីវឌ្ឍនីសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាតាមាអន្តរជាតិឡើងជួបរបាយការណ៍សង្ខេបស្ដីអំពីវឌ្ឍនភាពសាលាជូនអង្គពិធីទាំងមូលសូមគោរពអញ្ជើញ Moving forward, I would like to welcome with a big round of applause.
chân nơi đi trong chú hay ca những cái bay đó nó lấy cứ là như tổ tua ba tàu mô tả thì một phong là như tổ tua ở chú sân tàu tổ tua âm là trên cương như lại là chủng luôn là tổ tua áo khang là cả cái này trong cả đó là trên kia của cô là cả hai nó không có cương kia của cô áo là cái là cô cương muối là nơiที่ตรงมาแก้วประเทศจันทร์มันสลาที่ปีนึงสลาปาเอาแบบที่เขาขายไปสะดวกวันเดียวเอาเป็นแค่การมูลนิธิเชื่อถือนั่นกันนี้การลาหรือการดำเนินเชื่อไว้เราบอกกันนะตรงๆรู้รู้เนี่ยรู้รอบอย่างแข่งความรออย่างเป็นคนหนึ่งปีสำนักในการบริการโลกเนี่ยนะเชื่อไหมอันนี้ข้อมูลนั้นนั่นมีเรื่องมองเราว่าทำการกันจริงแต่ที่กระทรวงอารมณ์อยู่จนไปแล้วที่สนามแข่งยิ่งจนสงสัยเนื้อแค่การสื่อสารหรือเรื่องตัวอย่างที่เจอของความสมบูรณ์การต้องสร้างอีกทีในช่วงจากไปคือสลากนี้มีหน้าไปแล้วเนื้อหายังเข้ากันเลยต่อไปเอาองศาเอาเรื่องของที่สมไรตั้งคำสั่งสร้างโตในสนามการสลากมาเอาแบบที่ที่กระจอกเลี้ยงหย่อมที่สนามจะต้องสร้างมาสลากมาเอาแบบที่โซโจโรอสัตโตอย่างสมองกับพวกโอ้โหสร้างสร้างอย่างออกแอบตัวบ้านที่ร้านบ้านไม่ได้เกิดที่เปลี่ยนเลิกนองเอาแค่เอาใส่สร้างไหนดีอันนี้นองโซ่ไปแค่ของร้านอาหารเอาไปสกัดไม่สำหรับงานสร้างที่กว้างเป็นแบบโมที่กว้างเป็นแบบนี้สำหรับขนาดเป็นเหาเนื่องจากตามในให้ที่เขาเป็นโมเสกแห่ชนะที่กว้างเป็นแบบโมที่ทางโมดีสาระการเอาแบบที่เราได้แง่จะบนโต๊ะแอบที่วัวจนที่เขาโดนเอาแค่แต่เดินวัวนั่งเลี้ยงชั่วโมงส่วนเล็กอ๋อเลิกนองศพนั่งกลายศพเลี้ยงน้องศพชุดโปกระดูกชุดโปกระดาษเท่าใดงานเท่ากันใดเพื่อประโยชน์เราต้องเนี่ยรู้เวลาเนื้อสร้างสรรค์แต่เอาเลี้ยงศพเพียงพอเป็นโมนั่งโจมตีโรคเพียงใดโซ่เอาพิธีการโมโจโรเอาอะไรต่อโซ่เอาตัวหนึ่งโซ่เรียน จังหวะทรงผู้เป็นเจยลงโทษหกหลังประเทศจอมประสาธิบาลเนื่องเชื่อในยุสลาปามาอังกฤษเชียลายเรียกประเทศสมาคมจุนออกเป็นทีทรงตัวเป็นเจย Moving forward, it is my distinct honor to invite Mr. Paul Hoffman, Chief of Board Directors of Palma International School, to the stage to deliver his welcome address. Please welcome him with a big warm round of applause. แต่เราไล่คือการสารภาพมาและที่คุณของเรียน
កម្មវិធីចំណេះទូទៅអន្តរជាតិបាទគឺសពសួរច្បាស់កម្មវិធីចំណេះទូទៅអន្តរជាតិគឺរៀនទៅលើគ្រប់មុខវិជ្ជាទាំងអស់មកទៅក្នុងកម្មវិធីជាតិរបស់យើងដែរបាទនៅក្នុងនោះសូមគេអាចរៀនបង្រៀនទៅលើមុខវិជ្ជាមុខវិជ្ជាអក្សរសាស្ត្រភាសាអង់គ្លេសណាទៅលើប្រវត្តិសាស្ត្រទៅលើសង្គមទៅលើភាសាផ្សេងៗជាច្រើនចិត្តសូមបានដល់ស្គាល់កម្មវិធីចំណេះដឹងទូទៅអន្តរជាតិទៅលើសាស្ត្រព្រោះមួយចំនួននៅក្នុងអាគមក្នុងការផ្សេងទៀតមានការច្រឡំឬថារៀនកម្មវិធីភាសាអង់គ្លេសអន្តរជាតិគ្រាន់តែសាលាដាក់តែបង្រៀនតែគណិតវិទ្យានិងភាសាអង់គ្លេសឬភាសាអង់គ្លេសប្រចាំទៅការកម្មវិធីអន្តរជាតិការចាត់ទុកកម្មវិធីអន្តរជាតិការទី2ប៉ុន្តែមិនមែនកម្មវិធីចំណេះដឹងទូទៅអន្តរជាតិទេកម្មវិធីចំណេះដឹងទូទៅអន្តរជាតិគឺរៀនគ្រប់មុខវិជ្ជារៀនគ្រប់វិជ្ជាចិត្តសូមបានដល់និងគួរស្គាល់ច្បាស់ស្គាល់ច្បាស់ហើយស្គាល់ច្បាស់ដើម្បីអីដើម្បីទទួលបានជាវិញ្ញាណគេជាព័ត៌មានសម្រាប់ប្រាក់ដល់អ្នករៀនរបស់អ្នកស្រុកយើងដើម្បីមកហើយច្បាស់ក៏សម្រាប់ចិត្តទៅក៏ប្រឡាយទៅក៏ទទួលបានផលខ្ពស់ហើយថាសំខាន់នៅក្នុងនេះគឺពិតជាការនិយាយមែនទេបាទក្នុងនាមប្រធានក្រុមប្រឹក្សាពិបាលសាលាកម្មអន្តរជាតិខ្ញុំជម្រាបទៅពីពួកលោកលោកទាំងអស់ដែលជឿលើសាលាកម្មអន្តរជាតិរបស់យើងដើម្បីឲ្យកូនរៀនគឺរៀនដើម្បីទទួលបាននៅចំណេះដឹងជំនាញពិតប្រាកដបាទដែលជំនាញច្បាស់ហើយយល់ពីការធ្វើការងារជាក្រុមបាទយើងមានភាសាគេថា teamwork they are really understand or how to do the work how to work in the teamwork បាទយើងពេលរៀនប្រឡងពេលស្មារតីរួមគ្នាតាមជាប្រធានគណៈបតីនិងជាសមាជិកគណៈបតីសូមតបដោយពុទ្ធពលចំពោះជារូបអត្តលក្ខណៈនៃវិទ្យាបានរៀនបានបានសូមអរគុណបាទតែក៏ប្រឡងលោកគ្រូអ្នកគ្រូសិក្សាឧស្សាហកម្មយ៉ាងខ្ញុំសូមគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះលោកប្រធានក្រុមប្រឹក្សានិងជានាយកនៃសាលាបាណាអន្តរជាតិដែលបានផ្ដល់កិត្តិយសដល់ពួកពួករបស់ធានកិច្ចសម្រាប់សំណាលព្រមទាំងផ្ដល់អនុសាសន៍ការមកល្អជាគំនិតត្រីវិស័យដល់ការអប់រំរបស់សាលាយើងខ្ញុំសូមគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានក្រុមប្រឹក្សាដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងរៀបចំខ្លឹមសារដ៏មានសារៈសំខាន់នេះឡើងដើម្បីបង្ហាញពីវឌ្ឍនភាពនិងភាពជោគជ័យរបស់សាលាសូមគោរពជូនពរលោកនាយកលោកប្រធានក្រុមប្រឹក្សាប្រធានសហការីលោកគ្រូអ្នកគ្រូទាំងអស់សូមឲ្យមានសុខភាពល្អកម្លាំងបរិបូរណ៍ជោគជ័យគ្រប់ភារកិច្ចការងារអប់រំនិងជួបតែសេចក្តីសុខសម្រាប់ជានិច្ចនិរន្តរ៍សូមគោរពអរគុណ On behalf of the efforts to highlight our school's progress and success, we wish our director, his colleagues, and all ទី9បានឈានចូលមកដល់ហើយខណៈពេលនេះខ្ញុំបាទសូមគោរពអញ្ជើញលោកច័ន្ទសុភិនប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងព្រះសីហនុនៃការផ្ដល់កិត្តិយសឡើងមានប្រសាសន៍សម្ដេចសំណាលដើម្បីជាការលើកទឹកចិត្តដល់បងប្អូនសិស្សានុសិស្សដែលបានបញ្ចប់ឆ្នាំសិក្សាព្រមទាំងផ្ដល់អនុសាសន៍កន្លឹះត្រៀមសម្រាប់ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនិងប្រកាសបើកកម្មវិធីក្នុងឱកាសនេះជូនអស់ពិធីទាំងមូល At the highly anticipated moment of today's ceremony, at this moment, I have the distinct honor and privilege to respectfully invite Mr. Ching Soping. យើងកុំសូវបាននៅសាលាប្រមាណទៀតខ្ញុំជម្រាបពីថាសូមគោរពចូលស្រីជំរាបលោកទទួលគ្រូបុគ្គលិកសិក្សា
លោកស្រីតំណាងអាជ្ញាធរសង្កាត់ក៏ដូចជាតំណាងប៉ុស្តិ៍គឺប៉ុស្តិ៍រួមដែរក្នុងអាណត្តិបាលបងសារសុខរបស់លោកណាថ្ងៃនេះតាមនាមឲ្យបានក្រុមសេនុខ្ញុំមានឲ្យលោកសតតានៃគណៈបាលក្រុមសេនុនិងក្រុមលោកគ្រូយមផងពិតជាមានតែសម្រាប់រៀបរៀងតែបានចូលរួមជាទឹកដីក្នុងពិធីអបអរសាទរបញ្ចប់ឆ្នាំសិក្សា2016និងពិធីកាយទានជាតិអន្តរជាតិនិងវិញ្ញាបនបត្រសិក្សានិងអបអរសាទរបរិយាកាលឆ្នាំសិក្សាថ្មី2016-2027នៃសាលាបាបាជាតិក្នុងគណៈដែលព្រះរាជាណាចក្រកម្ពុជាយើងដែលបានចោទសៀមជឿនទានបូរណភាពទឹកដីបានឲ្យរយៈកាលរបស់យើងរីវិវត្តនិងរងគ្រោះមួយចំនួនទាំងមានជនពិសេសជាច្រើនប៉ុន្តែក្នុងប្រវត្តិសាស្ត្រនេះប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសកំពុងរួមសាមគ្គីក្នុងមួយនិងស្មារតីនិយមដើម្បីការពារបូរណភាពទឹកដីនៃប្រព័ន្ធបរិវត្តគឺយើងបានខិតខំគ្រប់គ្រងយ៉ាងណាដែលបដិញ្ញាឲ្យជាសាសនាមួយមកលោកភាពបានឡើយយើងអរគ្នាត្រូវប្រកាន់ជាអារឹកដោយគាំទ្រយ៉ាងពេញទំហឹងដល់គ្នារេទៅលើគោលនយោបាយដោះស្រាយបញ្ហាប្រឈមនិងការពារប្រតិបត្តិភាពបូរណភាពទឹកដីទៅតាមគោលដៅរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកំណត់ត្រូវប្រកបដោយកិត្តិយសនិងមានតែគុណសម្បត្តិច្បាស់លាស់និងភាពប៉ិនប្រសប់របស់សម្ដេចមហាបវរទឹកដីនៃអំណាចនយោបាយនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងបងប្អូនយ៉ាងពេញទំហឹងចំពោះរយៈកាលតជួបមកកម្ពុជាដែលបានរលឹកប្រកាន់យ៉ាងអស្ចារ្យក្លាហាននិងសិទ្ធិប្រជាជនទឹកដីដែលបង្កឡើងដោយកងទ័ពសៀមតែពីព្រោះតែទី24គណៈបាលតាមពីបងប្អូនបានមកនៅក្នុងភូមិសាស្ត្រខេត្តបានជិះទៅរឿងនឹងខេត្តស្នាមយកតាមនេះខ្ញុំសូមថ្លែងដល់ការកោតសរសើរនិងការវិល័យពុះចំពោះគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនៃសាលាបាបាជាតិដែលបានខិតខំប្រឹងប្រែងយកអន្តរការចិត្តបញ្ញាស្មារតីនិងគុណភាពដើម្បីចូលរួមចំណែកក្នុងការប្រកបតាមគុណភាពមនុស្សបន្តដល់គុណភាពសមត្ថភាពចំណេះដឹងនិងធ្វើមានសិលធម៌ល្អមានលក្ខណៈវិជ្ជាដែលខ្លាំងខ្នូនិងជាវិទ្យាស្មារតីដ៏ល្អរំចាំចិត្តរួមជាមួយគ្នាបន្តដោយប្រសិទ្ធភាពរបស់គ្នាដែលប្រព័ន្ធការគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងវិស័យមួយសាស្ត្ររបស់ថ្ងៃនេះមួយជាចៅមួយទាំងសុខសប្បាយទេសប្បាយថ្ងៃនេះសប្បាយអត់បាទដោយសារយើងចាប់តាមបានបាតហើយចឹងតែយើងតាមតគឺយើងបញ្ចូលដល់បរិយាកាសថ្មីវិញនៅសប្តាហ៍ទី4នៃខែសីហាចឹងវាធប់ថាតាមជា40ថ្ងៃដែរបាទចឹងវាដូចខែការសម្រាប់ការសិក្សារបស់ការចាំមួយជាមួយគ្នាដែរខ្ញុំសូមចូលរួមអបអរសាទរចំពោះមួយសមាជិកវិទ្យាល័យទីដែលបានបញ្ចប់ការសិក្សាដោយជោគជ័យបាទបរិបទមួយបានជួបថ្ងៃនេះគឺស្ដែងចេញពីការខិតខំប្រឹងប្រែងវិសុទ្ធរបស់មួយការលេងបង់របស់ភេទរបស់កីឡាអាណាព្យាបាលទើបសម្រេចបានផលរបស់ខ្ញុំចង់ជាទាំងនេះបាទខ្ញុំតាមប្រកាសខ្ញុំស្ដាប់តាមពីគណៈបារម្ភបានលេងរបស់លោកស្រីសាបាវិសាដែលជាប្រធានក្រុមគ្រូវិទ្យាល័យជាតិក្នុងសាលាបាបាគាត់បញ្ជាក់ថាភាពជោគជ័យការឡើងរបស់សិស្សនិស្សិតគឺអាស្រ័យទៅលើការខិតខំប្រឹងប្រែងវិសុទ្ធរបស់សិស្សការខិតខំប្រឹងប្រែងបង្រៀនរបស់លោកគ្រូជាមួយនឹងការយកចិត្តទុកដាក់របស់អាណាព្យាបាលបាទនេះជាការពិតបាទសូមអរគុណครับអង្គទី1ទីមន្ត្រី
ឬការបានកម្ពុជាមានការទី2ក្រុមការដឹកនាំដល់តំបន់ប្រទេសស្វហ័តមានវិញបោះចោលប្រកបនឹងការត្រូវការទឹកពុះបំផុតរបស់សម្ដេចបវរណាប្រទេសហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកលដំណាក់កាលទី1ដោយផ្ដោតទៅលើអភិវឌ្ឍជំនឿទាំង5គឺមនុស្សផ្លូវទឹកភ្លើងមួយទៀតគឺការគឺបច្ចេកវិទ្យាបាទនេះដែលជាកត្តាដែលអាចប៉ះពាល់ដែលជាមូលដ្ឋានគ្រឹះស្គុំទៅសម្រាប់តាមចាត់ទុកវិស័យជាប្រទេសមានចំនួនមធ្យមចំណុចខ្ពស់ទៅឆ្នាំ2030និងជាប្រជុំប្រទេសដែលមានចំនួនខ្ពស់បំផុតទៅឆ្នាំ2050បាទនេះជាកម្មវិស័យឬការការសម្ព័ន្ធរបស់រដ្ឋាភិបាលជាមួយគ្នានេះរដ្ឋាភិបាលបានលើកកម្ពស់វិស័យរួមនិងការងារអន្តរកម្មដោយមិនត្រឹមតែជំនាញឲ្យប្រជាពលរដ្ឋគ្រប់រូបមានសមត្ថភាពអាននិងសរសេរប៉ុណ្ណោះទេថែមទាំងបំពេញនៅប្រព័ន្ធជំនាញនិងឱកាសសិក្សាពេញមួយជីវិតពិសេសជំនាញឌីជីថលដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកនៅប្រកបដោយភាពជានិងវិសាស្ត្រជាទន្ទឹមនឹងនេះក្រសួងអប់រំនិងកីឡាបានអនុវត្តកំណែតម្រង់ស៊ីប្រឹងសម្រាប់វិស័យអប់រំប្រកបដោយសុខភាពនិងភាពលេចធ្លោក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សាររំប្រកបដោយបរិយាកាសនិងបន្តមនសិការបរិបទល្អស្មារតីស្នេហាជាតិក្រសួងអប់រំនិងកីឡាបានបន្តធ្វើការកែតម្រូវអភិបាលមួយចំនួនទៀតក្នុងការរំពិសេសការធ្វើបរិបទកម្មឌីជីថលនិងការរំតាមជំនាញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងការរំការសិក្សាមុខវិជ្ជាបច្ចេកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅក្រសួងសាស្ត្រនិងវិទ្យាការសិក្សាវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងវិទ្យានៅក្នុងសិក្សានិងការលើកកម្ពស់ការសិក្សាភាសាបរទេសបណ្ដុះបណ្ដាលជំនាញសកលទី1គឺការរំលឹកផលការលើកកម្ពស់បរិបទកម្មផ្សេងអប់រំនិងការកម្មវិធីផលក្រសួងបានដំណើរដំណើរការចំពោះសម្រាប់អភិវឌ្ឍវិទ្យានិងការរំពីចំណាយការអភិវឌ្ឍវិស័យតទៅវិស័យនិងវិទ្យាវិស័យកុំព្យូទ័រជាបច្ចេកទេសសម្រាប់ឆ្លើយតបទៅនឹងការកំណត់ពោះរបស់រដ្ឋាភិបាលកម្ពុជាលើកបានដែលជាជំទាស់សង្កេតនិងយុវជនដែលវិស្វករមកពីជាតិអត់មានការសិក្សាប្រកបដោយគុណភាពនិងមានវត្តមានអាចឈានចូលក្នុងវិស័យការងារបានងាយស្រួលរដ្ឋបាលក្រុងសីហនុបានទូតាក់ពោះលើសហគមន៍ក្រុមទាំងអនុវត្តបានយុវជនឲ្យមានបានសក្តានុពលភាពជំនាញខាងផ្លូវកាយផ្លូវបញ្ញាផ្លូវចិត្តនិងផ្លូវអារម្មណ៍ដើម្បីឲ្យខ្លាយជាបុគ្គលល្អសិលល្អពលរដ្ឋក្នុងសង្គមព្រមទាំងខ្លាយជាជាឆ្នងដល់រឹងមាំរបស់ប្រជាជាតិចូលមកកសាងសង្គមជាតិបុរដ្ឋទំនើបទូរលើមានសុខភាពបរិការរួមនៅអបអរសាស្ត្ររបស់គុណភាពសិលធម៌និងការស្នេហាជាតិរបស់គ្រូបាទទាំងអស់ថាមិនមិនខ្លាចខ្លួនជាការស្វ័យត្រូវបន្តតាមវិសូតតាមការណែនាំទៅផ្សេងទៅរបស់តែរបស់បានអភិបាលផងឬរបស់គ្រូហើយនឹងធ្វើភាពឆ្ងាយពីទីមានបញ្ហាសុខភាពក៏សម្រាប់ដែរសុខភាពគឺថាភាពស្ទងទៅឯកសាលាឬអនុវត្តតាមវិធីសាស្ត្រសាស្ត្របាលឬជាការហើយតែនៅតាមផ្ទះគឺក៏ទៅអាចទៅស្ទងឬក៏ទៅតាមការវិទ្យាបានមានប្រព័ន្ធសុខភាពjadi mereka fokus sekali dengan mensah dengan sensitif. Kita terus cepat, kerana hukum dan cepat di bagi mereka tuan cepat perwati dan di kalau untuk kaya kita, dan demo sakit. Sampai itu nanti pun bukan berlalu, nanti sekarang kalau berlalu itu nanti tetap ada sekali dia. ការធ្វើទៅមិនថាខ្លួនបម្រើយុវជនbyស្មោះសរក្នុងបរិយាជាតិវិភូមិបបៃបានយល់ជាទីបញ្ចប់ខ្ញុំសូមគោរពលោកលោកស្រីប្រាក់ទឹកដីបាទក្រុមការគ្រូនិងលោកតាទាំងអស់ជាសិស្សមួយគ្រូសាស្ត្របាទមានមកដល់ទីនេះសូមជួបទាំងតែពុទ្ធបរិស័ទកម្មការគឺជាគណៈស្ថាបនិកប្រចាំទៅទៀតមិនសូមប្រកាសអបអរសាទរដាក់ផលសិក្សាខាងសិក្សា2026
និងការបើកបរិស័ទក្រោយក្នុងសាថ្មី2021-2022តាំងពីពេលតទៅសូមអរគុណ បាទអរគុណទីក្រុម Good morning, distinguished guests, members of the board, respected school leaders, dedicated teachers, proud parents, and our wonderful graduates. Welcome to Bama Spotlight, shining a light on excellence. The official news bulletins of Bama International School. I'm Regina, and I'll be your news anchor for today's graduation special. Today's top stories include the Western Australian curriculum and how it prepares our students for success. Outstanding achievements in national and international competitions. Sporting highlights from another exciting year at Bama. And finally, our biggest headline, the graduations of the class of 2025-2026. Let's begin. Our first story today focuses on education, the heart of everything we do at Bama International School. For more, we now go live to our education and achievement correspondent, Sue. Thank you, Regina. At Bama International School, learning goes far beyond textbooks. Through the internationally recognized Western Australian curriculum, our students receive an education that prepares them not only for examinations, but for life. The curriculum encourages students to think critically, ask meaningful questions, solve real-world problems, communicate confidently, and work collaboratively with others. It also nurtures creativity, resilience, leadership, responsibility, and compassion. Qualities that help shape confident learners and responsible global citizens. Every lesson is designed to inspire curiosity and a lifelong love of learning, ensuring our students are ready to succeed wherever the future takes them. Thank you, Jin-Soo. It's wonderful to see how our curriculum empowers students to become confident, capable, and compassionate young people. In our next story, our students once again made headlines by showcasing their talents both nationally and internationally. Back to you, Jisoo. Thank you once again. This year, our students proudly represented Bama International School in Cambodia in prestigious international competitions, including the World Scholars Cup, the Eurasian Spelling Bee, FISA, and PISA competitions. Their outstanding performances earned an impressive collection of gold, silver, and bronze medals, demonstrating that hard work, perseverance, and determination truly pay off. Closer to home, our students also excelled in inter-school competitions, including public speaking, outstanding student, picture part writing, and spelling bee competitions. These competitions are about much more than winning medals. They help students build confidence, improve their articulation and communication skills, strengthen critical thinking, encourage creativity, and develop leadership qualities. Every competition provides another opportunity for our students to grow, challenge themselves, and proudly raise the Bama flag beyond Cambodia's borders. What remarkable achievements! Congratulations to every student, teachers, and parent who contributed to this success. You have made our entire school community incredibly proud. Success at Bama is not limited to academics. Our students also shine on the sports field. For our sports report, we now cross over to our sport correspondent, Manay. Thank you, Regina. Sport continues to be an important part of life at Bama International School, helping students develop healthy bodies, strong minds, and positive character. Throughout the year, students enthusiastically participated in basketball, badminton, soccer, athletics, and our exciting Mermaid Swim program. These activities teach valuable life lessons such as teamwork, discipline, perseverance, leadership,
respect, and resilience. Whether competing on the basketball court, scoring goals on the football field, racing on the athletic track, enjoying friendly banking matches, and making a splash during river swimming. Our students demonstrated determination, confidence, and excellent sportsmanship. At Palma, every game, every race, and every training session is another opportunity to learn, grow, and strive for excellence. Thank you, Manai. Congratulations to all of our student athletes for representing our school with enthusiasm, commitment, and pride. And now, we come to today's biggest headline. Breaking news. After months of learning, growing, exploring, competing, achieving, building friendships, and creating memories that will last a lifetime, the class of 2026 has officially graduated. Today, we celebrate students who have embraced every opportunity, overcome every challenge, and inspire us with their determination, kindness, resilience, and love of learning. They leave Palma International School not only equipped with certificates, but also with confidence, knowledge, lifelong friendship, and the skill to make a positive difference where their life takes them. To our graduates, continue to dream big, remain curious, and never stop learning. Continue to believe in yourselves, work hard, support one another, and always strive for excellence both inside and outside the classroom. On behalf of everyone at Palma International School, we thank our dedicated teachers, supportive parents, and hardworking students for making this another outstanding year of success. Congratulations to every graduate. May your future be filled with exciting opportunities, meaningful achievements, and endless possibilities. Thank you for joining us for Palma Spotlight, shining a light on excellence. I'm Rajna. I'm Jisoo. And as Manai, Congratulations, class of 2025-2026. Keep shining, keep learning, and continue making Palma International School proud. Thank you. Enjoy the graduation celebrations and goodbye. Bà xong con từ kịp tê biết ở đây đi lên tại phố phố từng bây giờ bạn chung nơi tê sân đi phía Palma Spotlight សម្រាប់កម្មវិធីទាំងមូលបាទសូមអរគុណដល់បងប្អូនជីនស៊ូបងប្អូន
បាទទឹកជាទេសនាភាពដ៏ល្អនិងប្រកបដោយបរិយាកាសរីករាយណាស់បាទសូមអរគុណជាមូលរីករាយទេសនានៅទេសនាភាពបទចម្រៀង Save for You ដោយតទៅ For teaching me how to love, showing me what the world needs, what I'm dreaming of, and now I know there is nothing that I could not do thanks to you. Teaching me how to feel, showing me my emotions, letting go what's real from my
សូមអរគុណចំពោះទេសនាភាពដ៏រស់រវើករបស់បងប្អូនសិស្សានុសិស្សសម្រាប់បទ Sad for You ជាបន្ត Every night I lie in bed.
ផ្នែកទៅយើងត្រូវផ្ដល់ការយកចិត្តទុកដាក់ស្ដាប់និងការពារលើការកុមារ សូមអរគុណដល់បងប្អូនសិស្សានុសិស្សនៃសាលាបណ្ណាអន្តរជាតិដែលបានផ្ដល់ជូននូវទេសនីយភាពដ៏រស់រវើកនៅក្នុងទុនពាងស្នងវិស័យសូមជូនបងប្អូនទាំងអស់គ្នាមានសុខភាពល្អរៀនតាមការវិ